Ba chuẩn bị xua bóng phồn nó có này mà ngày nay đã bị tàu từ mùi ba chào channel đứng và 2 triệu 4-5 khai hai ở đây bạn chuẩn bị tàu xong bay từ mùi mà đây sao tại ấp bàn thọt miền tây thọt hay ngày nay cứ màu đào lên nước trong ca cao su nước hàng sọc bây giờ cái không có nước phun cái chai vàสำหรับบองប្អូននៅតាមជនបទវាជាទស្សនភាពធម្មតាទេបាទតែសម្រាប់បងប្អូននៅតាមទីក្រុងតាមប្រជុំជនអីដែលគាត់ធ្លាប់តែឃើញឡានម៉ូតូអគារធំខ្ពស់ច្រើនណែនណាំតាមតាប់នោះឥឡូវមកមើលចកាកស៊ូម្ដងទេបាទគ្រាន់កំសាន្តអារម្មណ៍ហើយនៅនេះអត់ទាន់បានភ្លៀងមួយមេទេបងប្អូនហើយសម្រាប់កស៊ូនៅតំបន់នេះគឺនៅតែក្តៅនៅឡើយទិន្នផលជ័រក៏មិនចំណាប់ដែរបងប្អូនបាទចេញមកតិចបាទបើនិយាយពីផលបងធនាគាររួចទេហើយស្មៅក៏ងាប់ដែរបងប្អូនណាមើលឃើញស្មៅងាប់ច្រើនដែរអត់ដែលបានភ្លៀងទេអាចគោចូលហើយខែនេះគឺគោវាមកស៊ីស្មៅអីនៅក្នុងចកាកស៊ូចេះព្រោះនៅតាមស្រែគឺគេភ្ជួរដីអស់ហើយមាននៅតាមចកាវាមកតដោះកស៊ូផងអីផងធ្លាក់ចានបែកអស់ហើយនេះគឺទស្សនភាពស្លឹកកស៊ូបាទវាមិនសូវជាល្អណាស់ណាទេដោយសារតែអាកាសធាតុវាក្តៅដែលខ្លាំងមែនតើមករយៈនេះអញ្ចឹងជ័រក៏មិនសូវចេញដែរបងប្អូនហើយកស៊ូខ្ញុំនេះក៏វាដើមធំដែរប៉ុន្តែវាមិនសូវសម្បូរជ័របាទដើមនេះខូចអស់ប្រេះសបោះអស់ដាក់ជីមិនសូវគ្រប់គ្រាន់បងប្អូនកស៊ូនៅខាងនេះគឺជាប្រភេទដីខ្សាច់បាទដីខ្សាច់សហើយវារាំងជាប់ទឹករាំងដក់ទឹកដែរមិនសូវជាស្រស់ទឹកប្រហែលទេបាទតែអាចប្រមូលផលអាចដាំកស៊ូបានបើខែវស្សាទឹកឡើងខ្លាំងអីលិចដើមកស៊ូហ្នឹងលិចចកាហ្នឹងខែប្រាំងចេះអត់អីទេហើយនៅតំបន់នេះគឺអញ្ចឹងទាំងអស់បងប្អូនបាទនៅមិនថាតែចកាខ្ញុំទេចកាអ្នកផ្សេងទៀតក៏ជាប្រភេទដីលបាយសាច់សហើយលិចទឹកជាប់ទឹកអញ្ចឹងដូចគ្នាបាទគ្រប់កន្លែងទាំងអស់នៅតំបន់នេះបាទតិចណាស់ដែលជាប្រភេទដីស្រស់ទឹកបាទហើយនោះរោងជ្រកភ្លៀងនៅពេលដែលខែវស្សាមេឃភ្លៀងនេះមកអញ្ចឹងយើងអាចជ្រកសម្រាកនៅកន្លែងនេះបានហើយជាកន្លែងសម្រាកនៅពេលដែលយើងចប់ជាជួរអញ្ចឹងបាទជាជួររួចសម្រាកបាទបកកហើយសម្រាកអញ្ចឹងទៅប៉ុន្តែតំបន់នេះគឺគេឥឡូវគេបកកព្រឹកសាល្ងាចបងប្អូនដោយសារតែមានក្រុមបាទយុហើយមិនដឹងថាក្រុមណាទេបងប្អូនបាទគឺហើយបើនិយាយទៅថាចៅលួចនិយាយចំទៅចៅលួចគេហៅចៅហើយព្រោះពួកហ្នឹងមកលួចជួរបកជួរអញ្ចឹងຕົកយូរអត់បានទេមានតែបកកព្រឹកសាល្ងាចពីមុនគេអាចຕົកមួយយប់បកកថ្ងៃនេះថ្ងៃស្អែកបានគេបកហើយដីឡែកឥឡូវនេះគឺអត់ຕົកហ៊ានຕົកទេបាទគឺគេលួចអស់លើហើយមកដល់ឡើងសល់តែចានលើហើយបាទអញ្ចឹងអត់មានអីទេបងប្អូនបាទគ្រាន់តែថតទស្សនភាពនៅចំការឲ្យបងប្អូនបានទស្សនាដើម្បីបំបត្តិភាពអបសុខក្រោយពេលសម្រាប់ពីការងារបាទសូមអរគុណ